សង្គ្រាមខ្មែរសង្គ្រាមខ្មែរសង្គ្រាមជារបស់ខ្មែរទេតែត្រង់ណាជារបស់ខ្មែរអត់ចេះបង្ហាញហ្នឹងជាបញ្ហាតែឲ្យតែយើងស្គាល់របស់យើងឲ្យតែអស់ទៅតែបើយើងមិនស្គាល់របស់យើងទេអាហ្នឹងចប់ព្រះអង្គនិមន្តមកទេសនាមិនក៏និយាយរឿងហ្នឹងព្រោះវាចិត្តដល់ផងសល់តែ10ជាងថ្ងៃទៀតទេលោកតម្លៃជារបស់លោកទៅទុករូបឯកសារឲ្យខ្លួនទៅអ្នកដទៃគេទុករូបឯកសារខ្លួនគេយើងអាចតែចោទថាអនុខុសយើងនេះខុសគេទេគ្រាន់តែមានឈ្មោះដូចគ្នាថាទូរស័ព្ទចឹងតែសង្គ្រាមនឹងដូចគ្នាដែរវាមានមកតាំងពីណាពីណីមកទេគ្រាន់តែរយៈកាលថ្មីនេះប្រទេសជិតខាងរបស់យើងគេបានស្នើសុំសង្គ្រាមរបស់គេនោះជាបញ្ជីបតិកភណ្ឌពិភពលោករបស់គេដោយមានឈ្មោះថាសង្គ្រាមថៃអញ្ចឹងទៅអញ្ចឹងយើងលើកយកហេតុផលប៉ុណ្ណឹងនាំគ្នាថាទេឥឡូវថៃគេយកពាក្យសង្គ្រាមហ្នឹងយកមកចុះបញ្ជីហើយអញ្ចឹងយើងនឹងអាមិនគួរតែប្រើពាក្យនឹងទៀតអត់បើប្រើទៅវាដូចជាជួយផ្សព្វផ្សាយឲ្យគេនៅវាមានទស្សនៈឬក៏គំនិតបែបហ្នឹងណាតែយើងក៏លេចមកវិញថាពេលដែលគេចុះនោះគេយកបញ្សង្គ្រាមខ្មែរទៅចុះឬក៏គេយកសង្គ្រាមថៃទៅចុះដែលជាក់ស្ដែងគេយកសង្គ្រាមថៃទេសង្គ្រាមថៃនោះមានទម្រង់រូបភាពបែបម្ដេចសង្គ្រាមថៃនោះឬក៏ពីម៉ៃថៃនោះគឺគេមានវប្បធម៌ទំនៀមទម្លាប់របស់គេសង្គ្រាមខ្មែរមាន3ថ្ងៃហ្នឹងគេទៅលេងវត្តថៃមានទៅវត្តដូចយើងដែរតែអាការលេងខុសគ្នាថៃគេលេងបាញ់ទឹកថៃគេលេងប៉ាតម្សៅហើយសម្លៀកបំពាក់ដែលគេលេងក្នុងរដូវនោះគឺអាវផ្កាខោផ្កាលក្ខណៈសម្បត្តិប្រមាណយ៉ាងនោះសម្គាល់ថាជាសង្គ្រាមហោះថៃប៉ុន្តែក៏លេចមកសង្គ្រាមខ្មែរយើងវិញពាក្យថាសង្គ្រាមប្រែថាការឆ្លងរំវិលជុំនៃផែនដីពីណែរាសីមួយចូលទៅកាន់នេសរាសីគឺព្រះអាទិត្យវិលជុំបើមួយជុំខ្លួនឯងហើយគេហៅថាមួយឆ្នាំអញ្ចឹងភូមិក៏គេប្រើលាវក៏គេប្រើខ្មែរយើងក៏ប្រើដែរហើយពាក្យហ្នឹងប្រកាន់ថាពីណាមុនពីណាក្រោយយើងរាប់មិនបានទេយើងកើតមិនទាន់ដូចគ្នាគ្រាន់តែយើងដឹងថាតាណាវាជារបស់យើងលោកទាំងឡាយការដែលប្រើពាក្យថាសង្គ្រាមនេះមិនមែនជាពាក្យគួរខ្លាចទេតែអ្វីដែលគួរខ្លាចគឺយើងជួយផ្សព្វផ្សាយរបស់គេត្រង់ដែលយើងប្រើពាក្យថាសង្គ្រាមនឹងមិនមែនយើងជួយផ្សព្វផ្សាយរបស់គេទេតែការដែលយើងប្រព្រឹត្តទង្វើគឺការលេងឬក៏ការប្រគំការជួបជុំក្នុងរដូវចូលឆ្នាំដែលមើលទៅមានលក្ខណៈទ្រង់ទ្រាយជារបស់គេគឺគួរបារម្ភសង្គ្រាមខ្មែរខុសពីសៀមយ៉ាងដូចម្ដេចទៅសង្គ្រាមខ្មែរខុសពីសៀមត្រង់ប្រការៈខ្លះឧទាហរណ៍យ៉ាងថាខ្មែរចូលឆ្នាំលេងបោះអង្គញ់សៀមអត់មានបោះអង្គញ់ទេខ្មែរចូលឆ្នាំមានបោះឈូងសៀមក៏អត់មានបោះឈូងដែរខ្មែរចូលឆ្នាំមានទាញព្រ័ត្រសៀមក៏អត់មានទាញព្រ័ត្រដែរខ្មែរចូលឆ្នាំមិនមែន
យកក៏ភ្លើងទៅបាញ់ទឹកអីឬក៏បាចគ្នាគប់គ្នាតាមដងផ្លូវទេយើងក៏លេខទៅមើលតាម20ឆ្នាំមុនយើងដឹងថាខ្មែរលេងសង្ក្រាន្តរបៀបម៉េចសង្ក្រាន្តរបស់ខ្មែរពេលណាក្នុងភូមិហ្នឹងដល់រដូវសង្ក្រាន្តឬមុនសង្ក្រាន្តមកសប្តាហ៍ផ្ទះមួយចំនួនតែងតែប្រមូលបងប្អូនចាស់ព្រឹទ្ធាចារ្យក្នុងភូមិមកជុំគ្នាហើយគេស្រោចទឹកជូនឪពុកម្ដាយណាលេងទឹកដែរតែលេងក្នុងទម្រង់ត្រឹមត្រូវគឺគេដងទឹកទៅងូតជូនឪពុកអ្នកម្ដាយជីដូនជីតាក្រោយពីអ្នកងូតទឹកជូនមេដាបៃតាហើយគេថ្វាយបង្គំមេដាបៃតាត្រឹមចាស់ព្រឹទ្ធាចារ្យព្រេងលៀនក្នុងភូមិផងរបងជាមួយក្នុងស្រុកក្នុងទេសហ្នឹងគាត់ចាក់ទឹកហ្នឹងឲ្យកូនឲ្យចៅវិញម្ដងយើងឃើញអញ្ចឹងទេកាលមុននឹងហើយជាការលេងរបៀបខ្មែរហើយបង្កើតភាពស្និទ្ធស្នាលរវាងអ្នកភូមិនិងអ្នកភូមិផងបង្កើតភាពស្និទ្ធស្នាលរវាងម្ដាយនិងឪពុកនិងកូននិងម្ដាយចៅនិងជីដូនផងព្រោះកាលណាមនុស្សមានភាពស្និទ្ធស្នាលនៃការងូតទឹកជូនគ្នាទៅវិញទៅមកនេះបង្កើតបរិយាកាសរីករាយក្នុងភូមិក្នុងឃុំក្នុងស្រុកក្នុងក្រុមគ្រួសារពោពេញដោយស្នាមញញឹមបន្ទាប់មកគេអប់ប្រេងម្សៅជូនអ្នកមានគុណក៏អប់ប្រេងម្សៅនឹងជូនដល់កូនចៅប្រុសស្រីវិញហើយគេឲ្យពោគ្នាទៅវិញទៅមកកើតជាបរិយាកាសសប្បាយយុត្តនាមិនអស់ហើយអត់បាបទៀតសប្បាយបែបហ្នឹងត្រូវចាំចិត្តសប្បាយត្រូវទៀតព្រោះសប្បាយនឹងអ្នកមានគុណសប្បាយក្នុងការរក្សាតម្លៃថ្លៃថ្នូររវាងគ្នាទៅគ្នាអត់មានបុរសទៅបាញ់ទឹកដាក់ស្ត្រីចាប់ថ្ពាល់ជ្រុះកវិលអីអត់មានទេយើងស្រោចងូតដោយភាពត្រឹមត្រូវនឹងហើយថ្ងៃទី1ទី2គេធ្វើអញ្ចឹងទៅថ្ងៃទី3គេនាំគ្នាទៅស្រង់ទឹកព្រះទៅទៀតនោះមិនមែនងូតទឹកឲ្យត្រឹមតែមនុស្សទេដល់ថ្ងៃទី3ហ្នឹងតាមវត្តហ្នឹងស្រង់ទឹកព្រះហ្នឹងទៅហើយក៏ស្រង់ទឹកប្រគៀនប្រសង់ទៀតហើយប្រសង់ក៏លោកចាក់ឲ្យទៅវិញចឹងទៅខុសខ្លះត្រូវខ្លះក្នុងព្រះវិន័យយ៉ាងម៉េចតែប្រពៃណីទំនៀមទម្លាប់វាមានយ៉ាងហ្នឹងនេះជាសង្ក្រាន្តរបស់ខ្មែរហើយរបែងរបាំត្រុតជាដើមសង្ក្រាន្តសៀមគេមិនមានលេងត្រុតអីទេតែខ្មែរយើងមានជារបាំប្រពៃណីតំណាងឲ្យការបណ្ដេញទៅនៅឧបទ្រពក្នុងឆ្នាំចាស់បាននៅសេរីសួស្តីក្នុងឆ្នាំថ្មីហើយគេហៅអស់ហើយតាំងពីព្រាយស្រីកញ្ចក់វែងតាំងពីយៈតាំងពីស្អីនឹងមកជួយចាប់មរិតដែលគេតំណាងថាគ្រោះឧបទ្រពចង្រៃហ្នឹងហើយព្រានព្រៃតំណាងឲ្យអ្នកដែលកំចាត់នៅឧបទ្រពគ្រោះកាចហ្នឹងគឺបានមរិតស្លាប់បានខ្មែរយើងថាបើវាស្លាប់អញ្ចឹងណែវាមិនល្អទេដូចជាមើលទៅរបាំហ្នឹងខូខើទៅបង្កើតឲ្យមានតួអង្គណាមួយទៅប្រោះមរិតហ្នឹងឲ្យរស់ឡើងវិញតំណាងថាមរិតហ្នឹងវាអាក្រក់ស្លាប់ហើយនៅតែល្អទេរស់ឡើងមកវិញនោះណាអញ្ចឹងសង្គ្រាមខ្មែរមានរបៀបរបបបរិយាកាសបរិបទលេងច្រើនខុសពីគេអញ្ចឹងយើងកុំខ្លាចក្នុងការប្រើពាក្យសង្គ្រាមគេមានរបស់គេយើងមានរបស់យើងទេយើងប្រើតែរបស់យើងទៅប៉ុន្តែគប្បីប្រព្រឹត្តការលេងក្នុងរដូវសង្គ្រាមនោះឲ្យជារបស់ខ្លួនឯងកុំលេងរបស់គេព្រោះលេងរបស់គេយើងកុំចេះតែចោទថាសៀមលួចពាក្យសង្គ្រាមយើងទៅសៀមលួចពាក្យសង្គ្រាមយើងទៅតែត្រឡប់មកយើងទេជាអ្នកកំពុងលួចរបស់គេយកមកប្រើបើគេចោទយើងថាចោលវិញត្រូវហើយ
ដូចជាកភ្លើងបាញ់ទឹកពាក់អាវផ្កាអីហ្នឹងបើគេចោទថាយើងលួចគេត្រូវណាលោកទៅព្រោះយើងអត់មានអញ្ចឹងទេតាំងពីមុនមកនោះយើងមានតែរបៀបរបបលេងបែបសំរុំអានតែបកេកបកាច់ហ្នឹងអត់គេដែរនឹងហើយដែលឃើញទេគប់គ្នាចង់ថង់ច្រកទឹកគប់គ្នាអីហ្នឹងមិនល្បីល្អជាណាគប់តែមិនចូលបកាច់ដោយសារដួលម៉ូតូចូលកម្មម៉ូតូអីហ្នឹងហើយម្សៅដល់ដាក់ខ្លាំងដល់ចូលភ្នែកចូលមាត់ហ្នឹងរឿងហើយបន្លំនឹងដេះកវលទៅទៀតហើយអាវផ្កាឃើញតែពណ៌ក្រហមឆើតតាមទីសាធារណៈក្នុងខុសគេសត្វសាហើយបើគេចោទថាយើងលួចគេត្រូវអត់ខុសទេគប់ក្បាលត្រូវតែមកហ្នឹងហើយយើងលួចគេមែនណាអានោះហ្នឹងហើយតែបើយើងយករបស់យើងមកលេងមកប្រើឥឡូវមិនស្រួលហ្នឹងអត់ចេះចង់ឈុំទៅទៀតនោះស្រួលយកកម៉ាទៅឲ្យក្មេងមកចង់ឈុំឲ្យបានមួយចង់ស្រួលអត់កើតឈុំនឹងលេងទេអត់ចេះណាអាហ្នឹងហើយដែលបុរាណថាវង្វេងធាតុនោះវង្វេងធាតុហ្នឹងអញ្ចឹងសម័យកាលប្រហែលឆ្នាំមុនថាវាវង្វេងក៏វង្វេងទៅចោលតែមកដល់នេះក៏បីភ្ញាក់ខ្លួនទៅរណារបស់គេឲ្យតែគេទៅយើងកុំចង់បានជយកតែរបស់យើងមកលេងមកខ្មែរលេងរដូវចូលឆ្នាំគឺស្លៀកពាក់សមរម្យមិនពាក់អីដូចជាគេនោះទេណាដូចជាគេនោះទេនឹងហើយលេងក៏សមរម្យដែរយើងមើលល្បែងខ្មែរមួយណាដែលលេងទៅថាអាក្រក់មើលនោះវាអត់មានទេមានតែបង្ហាញភាពសមរម្យគោរពគ្នាទៅវិញទៅមកព្រោះល្បែងស្រុកខ្មែរវាមាន4ប្រភេទវាមានរបាំក្បាច់របាំប្រពៃណីរបាំប្រជាប្រិយនិងរបាំសហសម័យអញ្ចឹងគិតតែរបាំប្រជាប្រិយរាំវង់រាំក្បាច់សារវ័នអីអស់ហ្នឹងហើយជារបាំប្រជាប្រិយគេលេងទៅហ្នឹងហើយលេងទៅអត់ចេះណែឆ្លោះគ្នាទៀតយើងពីដើមមកយើងក៏លេងទៅរាំវង់រាំអីមិនដែលវាយគ្នាទេបាច់តែចេញមកទៅធាក់ទៅធ្វើទេតែមិនតិចហ្នឹងឃើញវាយគ្នាផ្អើលរូអញ្ចឹងហើយមួយទៀតណែរបាំប្រជាប្រិយនឹងក៏គេលេងរបាំប្រពៃណីក៏គេលេងដូចរបាំត្រុដិរបាំបេះកវាញរបាំស្អីដែលគេលេងក្នុងរដូវចូលឆ្នាំហ្នឹងជារបាំប្រពៃណីហើយប្រពៃណីហើយអញ្ចឹងយើងគិតទៅវិញថាក្នុងសង្គ្រាមរបស់ខ្មែរនេះមានត្រង់ណាដែលដូចគេវាអត់ទេគេក៏អត់មានដែលដូចយើងដែរគ្រាន់តែថាចូលឆ្នាំដូចតែគ្នាទៅវាមានគេរបៀបគេអញ្ចឹងទៅយើងរបៀបយើងហើយយើងថារបៀបយើងលេងវាមិនសប្បាយតែតើយករបៀបគេមកលេងចោះឃើញតែគេលេងអង្គរសង្គ្រាមអីរាល់ឆ្នាំនោះល្បែងរបាំលេងមិនចេះតិចមុខរាប់រយចូលដល់ពាន់មុខលេងពីមួយទៅមួយហើយមិនចេះអស់មិនចេះហើយបង្កើតបរិយាកាសសប្បាយរីករាយយកមិនអស់មិនដេចក៏យើងមិនជ្រើសរើសរបស់យើងយកមកលេងហើយត្រង់ចំណុចនេះមិនមែនតែចាំនៅអង្គរសង្គ្រាមមួយឬក៏ចាំឲ្យតែទឹកដីសៀមរាបមួយសម្រាប់ធ្វើសង្គ្រាមខ្មែរទេតាមបណ្ដារាជធានីក្រុងខេត្តទាំងអស់ទាំង24 25ហ្នឹងក៏បីតែស្រស់គ្នាក្នុងការបង្ហាញនៅអត្តសញ្ញាណរបស់ខ្លួនព្រោះប្រទេសកម្ពុជាមាន25រាជធានីខេត្តក្រុងនេះរាជធានីខេត្ត
មិនអាចគ្រាន់តែខេត្តមួយបញ្ចេញបានរាប់ថាជារបស់ជាតិទេតើតែខេត្តទាំង24ក្រុងមួយនេះរាជធានីមួយនេះនាំគ្នាលើកស្ទួយគ្រប់កន្លែងឲ្យវាស្រស់គ្នាឡើងយើងឧបមាថាបឹងខាងមុខយើងអញ្ចឹងបឹងខាងមុខយើងវាមានទឹកលហលហាចបើមានតែផ្កាឈប់មួយដោះកណ្ដាលបឹងតែវាល្អទេបឹងហ្នឹងវាអត់ល្អមើលទេមើលផ្កានឹងសឹងតែមិនឃើញផងវាទាល់តែការឈប់នោះវារិចស្រស់គ្នាក្នុងបឹងហ្នឹងបានយើងមើលឃើញទៅថាបឹងហ្នឹងវាលម្អដោយផ្កាឈប់យ៉ាងណាវប្បធម៌ប្រពៃណីរបស់ប្រទេសមួយក៏អញ្ចឹងដែរបើមានតែខេត្តមួយហើយខេត្តផ្សេងមិនមានទេក៏វាអត់អាចបញ្ជាក់បង្ហាញថានោះជាតម្លៃនៃវប្បធម៌ប្រពៃណីរបស់ជាតិដែរទៅតែស្រស់គ្នាហើយតែក្នុងខេត្តក៏មិនគ្រប់គ្រាន់ទៅតែបណ្ដាស្រុកនឹងស្រស់គ្នាតែក្នុងស្រុកនឹងក៏មិនគ្រប់គ្រាន់តែបណ្ដាឃុំសង្កាត់នឹងត្រូវតែស្រស់គ្នាបណ្ដាឃុំសង្កាត់ក្រុមគ្រប់គ្រាន់ទៅតាមបណ្ដាភូមិឲ្យស្រស់គ្នាអ្វីគឺស្រស់គ្នាលើកយករបៀបរបត់ដែលជារបស់យើងយកមកប្រើចំណុចនេះកុំចាំតែប្រមុខរាជរដ្ឋាភិបាលជួយខ្វល់ខ្វាយគឺគប្បីយើងជាប្រជាពលរដ្ឋខ្វល់ខ្វាយខ្លួនឯងផងព្រោះខ្លាចគេតែយករបស់គេមកប្រើស្អប់គេតែយករបស់គេមកប្រើត្រង់នេះក៏សូមផ្ញើសារជូនទៅដល់អស់លោកជាពុទ្ធបរិស័ទស្រីប្រុសក្មេងចាស់ទាំងអស់ក៏បីក៏លេចមើលថាយើងជាទំពាំងតែយើងគប្បីទៅស្នងឫស្សីដែលមិនមែនជាពូជយើងឬទេព្រោះពូជយើងជាឫស្សីស្រុកមានដើមធ្លុះល្អបន្លាក៏មិនសូវច្រើនទេហើយត្រង់ទៅលើយកប្រើជាប្រយោជន៍បានងាយណាស់តែពូជខ្លះជាឫស្សីព្រៃឫស្សីអាលៀកដោះមកកងែងកងងកវិចកវៀនរោគដើមរោគថ្នាំងរោគចុងរោគគុលសឹងតែមិនឃើញពោះពេញដោយបន្លាសុខប្រមុខអញ្ចឹងយើងជាទំពាំងពូជស្រុកយើងក៏បីតែស្នងពូជខ្លួនឯងឬក៏ស្នងពូជឫស្សីដតីអញ្ចឹងហើយយុវជនយុវតីគ្រប់លំដាប់ថ្នាក់គ្រប់រូបទាំងអស់គ្រប់ស្រទាប់វណ្ណៈទាំងអស់ក៏បីគិតពិចារណាថាក្នុងនាមយើងជាប្រជាពលរដ្ឋមួយដែលមានឈ្មោះប្រទេសមានឈ្មោះសញ្ជាតិជនជាតិខ្លួនឯងមានភាសាខ្លួនឯងមានវប្បធម៌និងប្រពៃណីទំនៀមទម្លាប់ជារបស់ខ្លួនឯងតើគប្បីទេដែលយើងទៅយកនៅវប្បធម៌ដទៃយកមកតង្គំតង្កើនរហូតស្ទើរតែបាត់វប្បធម៌ខ្លួនឯងពីដែនដីរបស់ខ្លួនឯងពីរដូវកាលរបស់ខ្លួនឯងយើងគិតមើលបើបណ្ដោយតែបែបនឹងទៀតណាបោះអង្គុញបាត់មិនប្រឹងឲ្យបាត់ឯងតែ3ឆ្នាំតែមកបាត់ណាឲ្យបើបណ្ដោយតែផុសគេអញ្ចឹងទេឥឡូវដូចខ្ញុំកណាអាត្មាថាអញ្ចឹងឈុំហ្នឹងរត់តអ្នកចង់ឈុំរមិនឃើញទៅទៀតមិនធម្មតារហូតដល់ថាធម្មតាអីអត់ទេគឺជារឿងគួរបារម្ភតែបើក៏ភ្លើងបាញ់ទឹកចេះបាញ់តាំងតែពីកូនក្មេងឡើងឲ្យដល់កូនក្មេងអាយុត្រឹម1ឆ្នាំ2ឆ្នាំ3ឆ្នាំវាកើតមកឃើញបងវាលេងប៉ុណ្ណឹងហើយវាអត់បានដឹងថាអានោះជារបស់អ្នកណាទេវាគិតថាអានោះហើយជារបស់វាក៏ប្រកម្មយកអានោះទៅបាត់ទៅចឹងពេលដែលក្មេងនឹងធំឡើងសល់អីវប្បធម៌យើងទៅទុកទីណាទៅណោះនេះគួរតែកលេសតែបើវាកើតមកឃើញបងប្អូនរបស់វាលេងអង្គុញចោលឈុំក្នុងរដូវហ្នឹងក៏វាលេងតាមអញ្ចឹងដែរក្មេងៗលឿនណាស់ឲ្យតែឃើញចាស់អ្នកធំមុននឹងលេងរបៀបម៉េចគឺគ្នាលេងអញ្ចឹងហើយណាស់តែឃើញអត់ចាស់ឬក៏ធំនឹងនាំខុសទៅគ្នាចេះតែខុសទៅតាមតែហើយយើងចេះតែចង់ទៀមទារកតែ
ភាពជាម្ចាស់តែម្ចាស់មិនចេះរបស់ខ្លួនឯងហ្នឹងក៏ពិបាកដែរទូរស័ព្ទហ្នឹងផុសខ្ញុំទេដល់គេហុចឲ្យមិនដឹងចុចលេខយ៉ាងម៉េចចុចស្អីយ៉ាងម៉េចហ្នឹងវាបញ្ហាយ៉ាងណាដូចគ្នាសង្គ្រាមខ្មែរសង្គ្រាមជារបស់ខ្មែរទេតែត្រង់ណាជារបស់ខ្មែរអត់ចេះបង្ហាញហ្នឹងជាបញ្ហាត្រង់ពាក្យថាចុះបញ្ជីបេតិកភណ្ឌវាអត់ពិបាកទេព្រោះគេចុះប៉ោះគេយើងចុះប៉ោះយើងបានទេតែឲ្យតែយើងស្គាល់របស់យើងឲ្យទៅអស់ទៅតែបើយើងមិនស្គាល់របស់យើងទេអាហ្នឹងចប់ព្រះអង្គនិមន្តមកទេសនាមិនក៏និយាយរឿងហ្នឹងព្រោះវាចិត្តដល់ផងសល់តែ10ជាងថ្ងៃទៀតទេខ្ញុំកណាចេះតែជួយក្រើនរំលឹកទៅម្សិលមិញក៏និយាយម្ដងហើយនៅខេត្តស្ទឹងត្រែងជាពលរដ្ឋប្រមាណជាង30000ទាំងលាវទាំងខ្មែរជួបទៅក៏និយាយទៅរឿងសង្គ្រាមនឹងម្ដងហើយដល់ឥឡូវនេះមកដល់កំពង់ឆ្នាំងវិញក៏និយាយស្អែកខាងស្អែកហ្នឹងទៅដល់ព្រំដែនថៃហ្នឹងក៏និយាយរឿងហ្នឹងមកវិញទៀតព្រោះពាក្យដដែលនេះនិយាយច្រើនដងផងនៅស្ដាប់បញ្ចូលចុះតម្រាំតែមិនមានអ្នកនិយាយសោះទៀតហ្នឹងវារឹតទៅទៀតហើយខ្ញុំកណាខ្ញុំចេះតែបារម្ភថ្លៃត្បិតតែខ្លួនជាអ្នកបួសក៏ពិតមែនតែខ្ញុំបួសហើយនិយាយភាសាខ្មែរបានន័យថាខ្ញុំមកកណាខ្ញុំកើតមកក្នុងសញ្ជាតិជាខ្មែរអ្វីដែលជាខ្មែរកំពុងតែភ្លើងបើមិនជួយរលឹកខ្លះក្រែងលោកវាទៅទាំងអស់គ្នាប្រទេសណាលោកបាត់បង់ទឹកដីឲ្យតែសល់វប្បធម៌អាចយកមកវិញបានណាប៉ុន្តែបើបាត់បង់វប្បធម៌ហើយគេទាំងស្រុងហើយយើងត្រូវគិតត្រង់ហ្នឹងឯមែនទេដូចជាកម្ពុជាក្រោមមានឈ្មោះតែកម្ពុជាក្រោមព្រោះកម្ពុជាក្រោមរសារប្រពៃណីជារបស់ខ្មែររបស់កម្ពុជាមិនមានឈ្មោះតែកម្ពុជាក្រោមបើសិនជាកម្ពុជាក្រោមរសារប្រពៃណីជារបស់វៀតណាមទេគេហៅវៀតណាមក្រោមបាត់ណាវៀតណាមលើបាត់ណាមិនយ៉ាងយ៉ាងណាវិញខ្មែរនេះកម្ពុជាកណ្ដាលនេះអត់មានអ្នកណាមកណែបខំទេគឺយើងខ្លួនឯងទេតាអ្នកជ្រើសរើសផ្លូវដើរដោយខ្លួនឯងបើដេចក៏យើងមិនជ្រើសរើសយកការតម្កុំតម្កើងវប្បធម៌របស់យើងទៅហើយកុំបន្ទោសថាអត់សប្បាយមកពីយើងអត់នាំគ្នាធ្វើទេមិនវាមិនសប្បាយទេតាមពិតលបែងលបាំខ្មែរនេះខ្ញុំកណាខ្ញុំក៏ធ្លាប់នៅជាកុមារភាពដែរក៏ធ្លាប់លេងដូចតែគ្នាដែរសប្បាយសឹងអីហ្នឹងឲ្យស្មោះត្រង់គ្នាទៀតដូចតែនៅកាលនៅកុមារភាពយើងនាំគ្នាលេងអីស្ដាច់ចង់ឬក៏ជំរុតកូនកំមុំអីហើយគេថាឲ្យកាន់ដៃគ្នាណាបើគូនឹងហ៊ានតែបេះដៃគ្នាដាច់គេឲ្យតែគេហៅស្អុយនោះណាគេហៅខូចនោះរត់ទៅផុតពីគេចង់1គីឡូក៏មិនហ៊ានបេះដៃគ្នាណាមកថងណាខ្លាចគេថាស្អុយនោះហ្នឹងហើយកាន់ដៃហើយស្រុកយើងពីដើមវាអត់មានផ្លូវណែក៏ស៊ូអីអញ្ចឹងបបាក់រត់ទេផ្លូវគ្រូក្រហមអត់ដែរតាមផ្លូវហ្នឹងសុទ្ធតែខ្សាច់ផ្លូវទេអញ្ចឹងហើយដល់តែគេដេញទៅខ្លាចគេចាប់បាននាំគ្នារត់ទៅវែងឆ្ងាយហ្នឹងរត់ផុតគេសឹង1គីឡូហើយលេងពេលយប់ទៀតខែភ្លឺយើងពីដើមមុនចូលឆ្នាំកន្លះខែលេងហើយនាំគ្នាលេងហើយអញ្ចឹងខ្លាចគេថាស្អុយហ្នឹងមិនហ៊ានបេះដៃគ្នាទេហើយគេជួបគ្នាគេមិនណែដូរគូអញ្ចឹងណាជួបគ្នាដូរគូហើយដល់តែដូរចុះដូរឡើងដូរគូប៉ះគូខ្លះមិនត្រូវគ្នាអញ្ចឹងគេមិនហ៊ានលែងដៃគ្នាគេមិនហ៊ានចាប់ដៃគ្នាគេយកឈើមកកាន់កដាលនេះយើងលេងពីដើមមកនៅតែស្មោះត្រង់គ្នាអញ្ចឹងទៅបាត់1គីឡូក៏អត់ចេះកើតរឿងរ៉ាវអីដែរនំក្មេងៗយើងពីមុន
ឥឡូវហ៊ានតែទៅបាត់តែ1គីឡូពេលយប់អញ្ចឹងបាក់ទៀតអាហ្នឹងវាបាក់ទៀតចាំបានថាវាពិបាកអញ្ចឹងដែរខ្វះភាពស្មោះត្រង់គ្នាយើងពីដើមស្រួលទុកចិត្តបានតែមើលគោមានប្រុសមានស្រីមានក្មេងមានចាស់មានកន្លោះមានកំមុំក៏មិនចេះគ្រោះថ្នាក់អីទេឥឡូវមិនកើតទេបដោយមិនកើតទេព្រោះតែលំហូរត្រង់នឹងហើយដែលជាលំហូររបស់គេមកនោះដល់តែលំហូររបស់គេយើងប្រកាន់របស់គេច្រើនទេធ្វើឲ្យយើងនេះបាត់អ្វីដែលជាអត្តសញ្ញាណខ្លួនឯងព្រោះប្រជាពលរដ្ឋកម្ពុជាជាប្រជាពលរដ្ឋដែលមានភាពស្មោះត្រង់និងស្លូតត្រង់ណាភាពស្មោះត្រង់ក៏មានស្លូតត្រង់ក៏មានប៉ុន្តែមករយៈកាលចុងក្រោយនេះដោយសារតែវិបត្តិការហូរចូលនៃវប្បធម៌ដទៃមកលឿនពេកដូចថ្នាំគីមីដែលចាក់ចូលសាច់យើងអញ្ចឹងវាធ្វើឲ្យយើងវង្វេងធៀបខ្លួនឯងទាំងចាស់ទាំងក្មេងមករយៈមុននឹងវាណាលោកណែឆ្នាំហ្នឹងបកុំតថៃគេចោះសង្ក្រាន្តជារបស់ថៃមានភ្ញាក់រលឹកអីបន្តិចបន្តួចបែបនៅតែចុងនៅតែដូចប្រហែលឆ្នាំមុនហ្នឹងប្រហែលឆ្នាំមុនយើងក៏លេទៅតាមវត្តចាប់ផ្ដើមបាត់មនុស្សតែមនុស្សទៅកគ្នាកន្លែងបាញ់ទឹកណែហើយអាបបធរបាញ់ទឹកនោះមិនមែនជារបស់យើងទេគឺជារបស់គេអញ្ចឹងសួរថាមនុស្សទៅយឹតយោងវប្បធម៌ខ្លួនឯងមានប្រមាណអ្នកហើយទៅយឹតយោងវប្បធម៌គេទៅជួយសាទរវប្បធម៌គេមានប្រមាណអ្នកហើយបំណងគ្នាចេះតែអញ្ចឹងដែរមិនក៏មិនរត់ទៅនៅវិថីឲ្យអស់ទៅស្រួលអត់ណាចេះរករឿងទេទៅលេងអង្គឯងហ្នឹងទៅហ្នឹងហើយពេលខ្លះណាយើងខ្មាស់គេបើយើងក៏លេចថាឲ្យការខ្មាស់គេយើងមានភាពខ្មាស់គេខ្លះពីសួរថាបាយផ្ទះឯងមានមិនក៏មិនហូបមិនដេចក៏ចូលចិត្តតែដើរបាយផ្ទះគេដល់ម៉ោងបាយតែបាយផ្ទះគេគឺថាម៉ោងខ្លួនឯងមិនដេចក៏មិនទៅដល់កាលដែលខ្លួនឯងធ្វើប្រពៃណីខ្លួនឯងមិនក៏មិនធ្វើចេះតែលើកវប្បធម៌គេមកលេងហ្នឹងវាយ៉ាងម៉េចនេះចេះមិនអញ្ចឹងវាចម្រងចម្រាស់ច្រើនណាស់ហើយខ្ញុំក៏ណាខ្ញុំមិនជាចោតប្រកាន់ឬស្ដីបន្ទោសទេលោកទាំងឡាយថាសប្បាយវាសប្បាយហើយឃើញតែក្មេងៗគេលេងទឹកលេងអីលេងម្សៅអីហ្នឹងដែលក៏លេងថាសប្បាយហ្នឹងគឺឃើញសប្បាយអញ្ចឹងមែនហើយប៉ុន្តែសប្បាយខ្លះនាំឲ្យវិនាសនិងសប្បាយខ្លះនាំឲ្យចម្រើនយើងក៏បីក៏លេខមើលផងណាកុំព្រោះតែខ្លួនឯងធ្វើឲ្យជាតិយើងទាំងមូលសាបសូន្យវប្បធម៌ដែលជាញើសជាឈាមជាសាច់ជាស្បែកជាដួងព្រលឹងរបស់ពុព្វបុរសយើងនោះក៏បីយើងយកការសប្បាយរបស់យើងជួយលើកតម្កើងឲ្យពុព្វបុរសយើងគាត់ញញឹមចេញផងយើងមើលប្រាសាទបាយ័នដែលមានកំពូលព្រំញញឹមសពថ្ងៃញញឹមសិនខ្លោចយើងក៏លេចមើលថ្មប្រាសាទទៅឃើញញញឹមសិនខ្លោចតំណាងឲ្យដួងវិញ្ញាណពុព្វបុរសយើងមិនដឹងជាគាត់ឈឺចាប់ប៉ុណ្ណាទេដែលយើងសពថ្ងៃមិនបានរក្សាអ្វីដែលជាកេតនភ័ណ្ឌដែលគាត់បន្សល់ទុកឲ្យនោះដូចតែខ្ញុំកណាខ្ញុំចេះតែចំណាំនិយាយអញ្ចឹងណាបាននិយាយម្ដងហើយនៅវត្តមង្គលបញ្ញាថាកុំចេះតែអួតអាងថាសម្បូរបែបវប្បធម៌សម្បូរបែបវប្បធម៌សម្បូរបែបចេះតែអួតដល់អនុវត្តអត់មានតែចាប់ផ្ដើមឆ្លោះគេហើយណែខ
ខ្ញុំកើតណាទឹកដីខ្ញុំកើតណាឯងមិនដឹងនៅណាផងទឹកដីខ្ញុំណាជាទឹកដីសម្បូរបែបវប្បធម៌តែដល់គេមកមើលដឹងវាសម្បូរមកអីវាយកទៅប៉ះអញទៅលេងហ្នឹងណែបើគេគិតតែបើគេឆ្លើយតបមកវិញអញ្ចឹងយើងមកខ្មាស់គេណាគេយើងកុំបកកែតែសម្ដីក៏បីទៅជួយគ្នាណាជួយគ្នារក្សាជួយគ្នាលើកតម្កងដង្កើហើយវត្តដើរតួនាទីសំខាន់ណាស់ព្រះម្ចាស់ថ្លៃហើយយើងថាដេញនាំគ្នាកសាងតែវត្តអត់ប្រយោជន៍ឥឡូវរដូវចូលឆ្នាំបើវត្តមិនអោយលេងមិនដឹងទៅរកកន្លែងណាលេងឲ្យស្រួលជាងវត្តទេបើវត្តមិនថែរក្សាប្រពៃណីទំនៀមទម្លាប់មិនដឹងទៅរកកន្លែងណាដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ទេវត្តដើរតួនាទីសំខាន់ណាស់អស់លោកដើរតួនាទីសំខាន់ណាស់ក្នុងការរក្សាឲ្យបាននៅតម្លៃភាពវប្បធម៌អរិយធម៌និងប្រពៃណីដូចជាអញ្ចឹងអីក្បូរក្បាច់ចម្លាក់រូបទាំងអស់ហ្នឹងគេមិនដែលសូវយកទៅទុកតាំងតាមផ្ទះសម្បែងទេគឺធំនៅក្នុងវត្តហ្នឹងឯងធំនៅក្នុងវត្តអញ្ចឹងលោកទាំងឡាយក៏បីគិតត្រង់នេះឲ្យជួយរក្សាការពារព្រោះបើយើងនេះក្នុងវ័យយើងដែលត្រូវចម្រើនជាម្ដាយជាឪពុកគេហើយណាសម្រាប់យុវជនណាយើងមិនស្គាល់វប្បធម៌ខ្លួនយើងទេដល់ពេលយើងបង្កើតកូនយើងមករឹតតែវែងទៀតហើយដោយបុរាណលោកមានពាក្យជួនមួយហ្នឹងពាក្យហ្នឹងមិនសូវព្រោះស្ដាប់ទេហើយថាបើសិស្សបើគ្រូវាភ្លឺប៉ុណ្ណឹងហើយមិនដឹងវាសិស្សវាភ្លឺប៉ុណ្ណាពាក្យបុរាណដែលលោកជេរណាលោកចេះតែជេរអញ្ចឹងរូបគ្រូបាត់ទៅប្រយោជន៍គង់នៅនឹងសិស្សទាំងឡាយតែបើសិស្សមិនចេះណែថែរក្សាទេបន់ឲ្យតែគ្រូងាប់ហើយចែកទៅទ្របគ្នាអញ្ចឹងតែយករបស់គេមកលាយឡំរបស់ឯងលាយឡំរបស់គេពាក្យបុរាណពេលខ្លះមិនពិរោះស្ដាប់ទេប៉ុន្តែបើស្ដាប់ឲ្យយល់ទៅភ្ញាក់រលឹកភ្ញាក់ខ្លួនភ្ញាក់ប្រាជ្ញដូចជាតួយ៉ាងបណ្ឌិតភាសាពីរំអ៊ូងុយអីជាដែរយើងឮពាក្យគាត់ដូចជាមនុស្សស្រីអញ្ចឹងណាពេលខ្លះណាយើងថាគាត់នឹងប្រអាប់មនុស្សស្រីតែអត់ទេកាលនោះគាត់អាណិតមនុស្សស្រីទៅវិញទេព្រោះមនុស្សស្រីកាលនោះមិនមែនធ្វើចវាយខេតចវាយស្រុកបានដូចឥឡូវអីរស់តែប្តីចិញ្ចឹមនោះអញ្ចឹងគាត់ដឹងថាមនុស្សប្រុសងាប់មិនស្រីលួងទេខឹងពីណាក៏ដោយអីក៏ដោយឲ្យតែប្រពន្ធចេះថ្នាក់ចេះថ្នមចេះបងចេះអ្នកលើកទឹកជូនភាសាអីទៅគេបាត់ខឹងណាដល់បាត់ខឹងទៅគេអត់លែងដល់តែគេអត់លែងទៅគេចិញ្ចឹមវាអត់ពិបាកមេម៉ាយវាព្រៅអីណាតែដល់ឥឡូវសម័យយើងដើរស្មើគ្នាទេស្រីលែងប្រុសក៏បានដែរតែអញ្ចឹងក៏អត់ប្រកាន់តែកាលនោះគាត់ប្រយ័ត្នមនុស្សស្រីគាត់អាណិតទេបានតែគាត់ចេះតែប្រាប់កូនចៅស្រីនឹងឲ្យចេះថ្នមចេះផ្អែមចេះគោរពច្បាប់ក្រមអីចឹងទៅបុរាណលោកគិតណាលោកមិនមែនស្រឡាញ់កូនប្រុសស្អប់កូនស្រីអីទេគ្រាន់តែសម័យកាលនោះវាអញ្ចឹងតែដល់សម័យកាលឥឡូវស្ត្រីមានសិទ្ធិស្មើគ្នាតើដូចជារាជរដ្ឋាភិបាលសពថ្ងៃស្ត្រីឡើងឋានៈរហូតដល់ប្រធានរដ្ឋសភាទៅទៀតណែតម្លៃមានស្មើគ្នាអញ្ចឹងគេមិនសូវគិតអីទេតែកាលដែលមុននោះស្ត្រីអត់មានឋានៈអីទេតែមេភូមិក៏អត់ដែលមានស្រីដែរវាស្រីរស់តែប្តីចិញ្ចឹមទេកាលនោះអញ្ចឹងមិនគេឲ្យស្រីនឹងគោរពច្បាប់ក្រមតែតែប្តីមកពីនាយអញ្ចឹងទៅគេមិនឲ្យឆ្លោះមុនទេបាយឆ្អែតសិនទៅមានអីសឹមនិយាយគ្នាមនុស្សកំពុងឃ្លាននេះហើយមិនថាប្រុសមិនថាស្រីទេមិនថាក្មេងថាចាស់ទៅក៏ចងកឆាងហ្នឹងអូបោកចានបោកឆ្នាំតែបើហូបឆ្អែតទៅស្ដីថាទៅមិនសូវខឹងទេណ
nên chăng dương đại khi mà nó liên khăn đấy khăn ngạc rõ nó nè pre một cái liên là cao tăng bay mà đai phục đôi xa tại liên là người ta màu bị thư cam liên và phun nhục phóng bay mà đai vài phục ăn năm tới đây cam lẹ là đồ ao về chơi cùng tập ban chia pre một cái liên từ ban sầm rạch mẹ phó cùng ấy từ là ruộng bình tiền nâng rương rào đời xa khăn đời xa liền nâng chân mà là do tam tập bồ rang một ra thế mình sẽ chỉ khổ đề sợi tây sừng cua bồ rót đời thoa pram bạc ca bồ rót sừng cua sợi tây đời thoa pram bạc ca chúng ta về rồng về xa u chỉ cua chìm riêng nông sọc mai lược bị và đau côn nẹt sài cái chia bị một tí bật nữa còn nợ đi bạp đi hệ bàn đằng tòng không prăng ở trẻ kịch khla miên cầm nát ít cầm nát khla miên chỉ vật ít prạt nhà ran lục tục ở dương xong mà dương nó chết à mơ khla tư sạp khla tư dương bồ rán quật đi đâu ta quật lừng ngông ta quật tục kê ở dương vô mình tại dương nè được tha chlat nè rồi tại đây mà đông chạy ấy cô nó của bà lâu đây cho non nè dương được ở nêm mà ở mình sâu chỉ chơi nên mình nè đây có tục đây sai ơi nhà đi mà hát này đi phi hát ở class tắt lâu là o đâu hoặc điên đây sang đây có tục ơi cho dương sập ngay bạn đây và man hát đấy tục ấy cô nó được tha chlat nè rút ọt tiệt nó nè chẳng mình là thà còn chết là thà chả khô nó còn sau đây còn tha còn đau còn kích ở dương chân tê tục ở dương chân tê lớn còn là sớm mai thầm dương nó ọt đây trai côn đã hay đây dọc máy mình tân oi nào và chia chun đọc mùi đọc linh nè phần nâng hay đây nó từ nê của plu của plei dương ngồi tại đây chạy côn dương nơi bàn phòng nâng ấy đọc côn dương cái bàn ấy chạy côn về nhiệt đất đã ở đây bàn ấy trên bàn tha dương chlat để chlat dương chlat áp sau đó bồ ran lục một ngúng lục sau tăng tình cô tục ao dưỡng sau tăng pi vào bát thọ sasna từ liên từ lọt nè và phây này và bát thọ rồi họ đo sau sắp xong là phiêu sẽ thêm là phiêu ao dưỡng cái tiệt ta đời dưỡng nè để thà chlat na sau ấy sau ấy thế về khá nó sau cái mà đai ọt dây rồi con ọt dây rồi mà đai bạn ấy dây rồi kia mà đai đây lên đến chết tu sạp mùi tờ con quay lưu và ý chết tu sạp mùi tiệt tờ sau khả năng để tiệt tờ nó ọt dây rồi kia thế nên ngài rừng nâng dân thà lên nha tại ọt lên nha khi mà nu xong ngay cái hai đặc cao à rục depression này nông tràn đấy bạn tất chất ấy nông trơn đấy của ban gì rồi kia nó miền ấy ngô tầng tu sạp này dục thật là nghe ngày mong mùi mong pi tôi plư hay dục với nơi tận năng bằng chân à khô cả ba vì ọt miền cực ấy mà thầm về bắt đầu từ lừa à rừng khô chết cứ về bất là khô tơ chớ và ban dây kia tới mà nô về che đọc sài kia à lấy tu sao bên mà che luôn ha công kích trên dương nơi miền ở bên miền ban một prap dương chẳng này nè mà tham phong ta khôi chết hai từ hồ chuẩn bị ngộ ấy đáp ta bắt khôi chết hai nâng tâu tiếp đây hết ta chéo tâu chui ắt cao thì con tài bây giờ mà để dây nâng mà nô xét ta ca rương ấy mùi ô tia thà mà nô sợ trây nữa nè từ lông luôn nâng bộ rõ hãy đọc cái khôi luôn ốc nè na chậm lòng khôi kèng mê ba và hà cỏ phóng khôi ngôn ngôn lóng rồi lông cùng nệt luôn miền cỏ đai phúc ốc đằng hỏi khôi chết
បើមកនិយាយនឹងម្ដាយឪពុកហើយណាស់ក៏ចេះរកដំណោះស្រាយឃើញដែរតែខ្លាចម្ដាយផងខ្លាចឪពុកផងខ្លាចខ្មាស់គេផងតែឈ្ងោកនឹងទូរស័ព្ទគិតអីមិនឃើញគិតឃើញតែរត់ផ្ទះហើយក៏មកហើយខ្សែគោទេព្រោះមនុស្សពេលកើតទុកអត់ឆ្លាតទេអ្នកណាក៏ដូចអ្នកណាដែរចង់រៀនចប់បណ្ឌិតក៏ដោយចង់តំណែងជាអុកញ៉ាក៏ដោយឥឡូវកន្លងមកដែលឃើញអុកញ៉ាសម្លាប់ខ្លួនទេដែលឃើញអ្នករៀនចប់បណ្ឌិតអីសម្លាប់ខ្លួនទេថារៀនចប់ទៅបណ្ឌិតក៏ដោយម៉ែបណ្ឌិតក៏ដោយមានទ្រព្យប៉ុណ្ណាក៏ដោយតែពេលទុកចូលគ្របសង្កត់ហើយអត់អាចឆ្លាតទេគឺងឹតឈឹងហើយនឹកឃើញតែមួយរឿងនេះស្លាប់តែមានផុតទុកឯណាអត់នឹងអត់អញ្ចឹងហើយត្រឡប់មកវិញគឺថាមនុស្សកាលណាប្រស្រ័យនឹងមនុស្សច្រើនទៅវាមិនសូវមានអាការគិតខូចចិត្តបាក់ទឹកចិត្តអីទេឥឡូវឧទាហរណ៍ថាអស់លោកផ្សេងអញ្ចឹងអ្នកកើតទុកបើមិននិយាយប្រាប់អាត្មាហើយណាក៏មានមនុស្សថាអូណោចេះមួយចេះពីរយើងឃើញចេះទៅបើវាមិនបានទាំងអស់ក៏វាល្បេះខ្លះដែរទុកនឹងវាមិនសូវឲ្យធ្ងន់ពេកទេតែដល់តែយើងមានអីឈ្ងោកទៅទូរស័ព្ទមានអីឈ្ងោកតែក្នុងបន្ទប់សងំហ្នឹងគឺទៅហើយទៅហើយអញ្ចឹងយើងគិតមើលទៅប្រព័ន្ធទំនើបវាប្រើមកសម្រាប់ឲ្យមនុស្សស្រួលតែយើងកុំស្រួលពេករហូតដល់ទុកខ្លួនឲ្យកើតអន្តរាយម៉ូតូឡានគេធ្វើសម្រាប់ឲ្យជិះហើយតែកិច្ចការងារណាជិះកង់បានដើរបានក៏ដើរទៅព្រោះរាងកាយយើងបើជិះទៅស្ពេកក៏វាអត់ល្អដែរទៅការដើរខ្លះចឹងបានតែក្មេងៗសពថ្ងៃណែ10-20ឆ្នាំមិនទាន់អ្នកខ្លះកើតមហារាជក៏មានអ្នកខ្លះកើតទឹកនោមផ្អែមអ្នកខ្លះកើតទឹកនោមប្រៃតែស្រួលពេកចឹងបានតែខ្ញុំកណាខ្ញុំសូមដាំភ្ញាក់រលឹកឲ្យអស់លោកទាំងឡាយបានភ្ញាក់រលឹកខ្លះមិនមែនស្ដីបន្ទោសទេណាលោកទាំងឡាយតែជួយបញ្ញាក់ទៅវិញទេព្រោះខ្មែរយើងស្ដាប់តែពាក្យផ្អែមក៏មិនកើតស្ដាប់តែពាក្យព្រោះក៏មិនកើតព្រោះខ្មែរយើងវាហូបចម្រុះវាមិនមែនចូលចិត្តតែហិលទេក៏មិនមែនចូលចិត្តតែប្រៃដែរខ្លះទៅចូលចិត្តប្រៃផ្អែមជូរហិលចត់ចឹងរាល់ពាក្យដែលគេបង្រៀនពាក្យដែលគេណែនាំក៏វាមានព្រោះមិនព្រោះខ្លះចឹងដែរខ្ញុំក៏ណាខ្ញុំនឹងទៅបញ្យលអស់លោកអំពីសួនពៀនសឹងតែរងធေါ်ទៅបញ្យលមិនឃើញព្រោះនឹកឃើញថាគ្រាន់តែបញ្ហាជីវិតរស់នៅប្រឈមសពថ្ងៃត្រូវដោះស្រាយនឹងយើងអត់ទាំងរកផ្លូវដោះស្រាយឃើញផងមិនដឹងតែប្រាប់ផ្លូវសួរផ្លូវនិព្វានយ៉ាងម៉េចទេរកអបាយក្នុងការប្រាប់នឹងមិនចេញណាលោកបើនៅតែវង្វេងធៀបអញ្ចឹងហើយប្រទេសយើងខុសពីប្រទេសគេកើតឡើងដោយតែសិង្ហបុរីអញ្ចឹង 3-4 ជាតិសាសន៍ចូលគ្នាបានកើតសិង្ហបុរីមួយទៅតែខ្មែរយើងអត់ទេខ្មែរតែมองណាវាពូជនឹងវាសុតមកខ្មែរអញ្ចឹងតែมองណាហើយយើងទៅយកគេមកលាយធ្វើអីអញ្ចឹងដូចគ្នាដែរវប្បធម៌ប្រពៃណីទំនៀមទម្លាប់ការស្លៀកពាក់អីហ្នឹងយើងគប្បីស្លៀកឲ្យជារបស់យើងដូចអញ្ចឹងអីហ្នឹងរបស់យើងហើយលំអខ្លះអភិវឌ្ឍវាអស្ចារ្យជាងនឹងខ្លះទៅអីទៅតែលេយ៉ាងម៉េចកុំឲ្យទៅជ្រុលរហូតដល់តែកើតផុសគេវិញនោះអញ្ចឹងសូមអស់លោកទាំងឡាយយកនៅធម៌នៅកថានេះទៅជាប្រយោជន៍ក្នុងការញាក់ខ្លួនឯងឬក៏បញ្យលអំពីកូនចៅយើងហើយក្រុមគ្រួសារដូចគ្នាដែរបង្កើតការនិយាយជាមួយគ្នាច្រើនទៅ
កុំឲ្យរហូតដល់តែសឹងតែមួយសប្តាហ៍កូនឲ្យម្ដាយបាននិយាយគ្នាមួយម៉ាត់ឲ្យនៅផ្ទះតែមួយមិនល្អទេអាហ្នឹងមិនល្អទេនឹងរឿងដែលគួរបារម្ភណាម្ដាយកូននិយាយគ្នាព្រឹកល្ងាចហើយដល់ម្ដាយកូនស្រាប់តែមួយសប្តាហ៍អត់តាមបាននិយាយគ្នាម្ដងផងអាកូនទៅរៀនម៉ែចូលដេកអាកូនចូលដេកម៉ែទៅក្រៅបើឲ្យមួយសប្តាហ៍រកពេលជួបកូនអត់បាន1ម៉ោងបាយក៏បាយក្រៅផ្ទះរៀងខ្លួនទៅឧទាហរណ៍ដល់ទៅពេលកូនកើតវិបត្តិអីយើងអត់ដឹងទេណោះមិត្តភក្តិបនឃើញវាដឹងមុនយើងទៀតតែតម្រាំតែដឹងហួសពេលបាត់ជួនកាលកូនទៅចងកស្លាប់ខ្លួនបាត់បានម៉ែឪដឹងថាកូនកើតអីដឹងពីអ្នកដទៃវិញហ្នឹងថាកូនមីងឯងហ្នឹងវាចែកយូរហើយហើយយើងស្ដាយថាបើដឹងមិនឲ្យអញ្ចឹងមកដឹងមិនឲ្យអញ្ចឹងបានអីដឹងបើអត់តំណាក់ចំណងគ្នាអញ្ចឹងបញ្ហាបើលាក់ទុកក្នុងចិត្តដោះស្រាយមិនដែលចេញទេមិនថាបញ្ហាអីទេអត់ចេះដោះស្រាយចេញទេបើអញ្ចឹងគេអត់ចាំបាច់បង្កើតសភាបង្កើតអីសម្រាប់និយាយគ្នាដោះស្រាយបញ្ហាទេមិនអញ្ចឹងណោះគឺបង្កើតដើម្បីនិយាយគ្នានឹងឯងអញ្ចឹងម្ដាយហើយកូនគ្រួសារធំតូចដូចតែគ្នាអញ្ចឹងឯងមានអីក៏ទោះទៅផ្ទះក្តារផ្ទះតុករបៀបម៉េចក៏គាត់បីតែនិយាយគ្នាដែរទោះតែនិយាយហើយដឹងរឿងដោះស្រាយកើតតែបើអត់បាននិយាយទេរឿងកាន់តែធំឥឡូវដូចតែតបៅនឹងតកើចោះអញ្ចឹងបើឆាប់ព្យាបាលវាឈឺច្បាច់តកើនឹងចេញដាក់ថ្នាំវាឈឺមកផ្លែតនឹងជាតែបើចេះតែទុកនោះទេតកើនឹងវាកើតមួយកើតពីរដល់តែវាសោះជើងទៅហើយទៅព្យាបាលរបៀបម៉េចមានកាត់ចោលហើយហួសពេលបាត់អញ្ចឹងបញ្ហាគ្រួសារដូចគ្នាដែរមានការអីនិយាយគ្នាហើយរើសយកសន្តិវិធីក្នុងការនិយាយគ្នាទៅបើកូនយើងធ្វើខុសហើយទៅវាយវាសម្លាប់វាក៏វាអត់បានអីមកវិញដែរអប់រំកែប្រែវាទៅក្រែងលោកបានមនុស្សល្អត្រឹមត្រូវយកមកប្រើការបន្តទៅទៀតបញ្ហាសង្គមជាតិដូចគ្នាដែរក៏បីនិយាយគ្នាបញ្ហាសាសនាដូចគ្នាដែរក៏បីនិយាយគ្នាកែតម្រូវគ្នាស្ដាប់ហេតុផលគ្នាទៅវិញទៅមកដើម្បីបានជាប្រយោជន៍ញ៉ាំងជាតិឲ្យចម្រើនញ៉ាំងសង្គមឲ្យចម្រើនញ៉ាំងសាសនាឲ្យចម្រើនលោកទាំងឡាយដូចដែលយើងកសាងអញ្ចឹងឯកឧត្តមលោកនាយកបានអញ្ជើញមកក្នុងពេលវេលាឱកាសនេះក្នុងការបញ្ចុះបឋមសិលាកសាងនៅព្រះវិហារថ្មីយើងគិតថាទេតែនាំលុយធ្វើអីធ្វើវិហារហ្នឹងអត់ប្រយោជន៍អត់អីអញ្ចឹងមិនទេលោកទាំងឡាយវិស័យសាសនាណាខ្មែរយើងហេតុអីបានលើកតម្កុំតម្កើងវិស័យ3ជាកម្ពុជានៃជាតិគឺតាវចនាមានជាតិសាសនាព្រះមហាក្សត្រព្រោះថា3យ៉ាងនេះបាត់តែមួយគឺมันអាចតល់ឆ្នាំងគឺប្រជាជនកម្ពុជាឲ្យថេបានទេព្រោះប្រជាជនកម្ពុជាពួកក្រុមខ្លះស្រឡាញ់សាសនាស្រឡាញ់មែនទែនហ្នឹងណាពួកក្រុមខ្លះស្រឡាញ់ជាតិស្រឡាញ់មែនទែនហ្នឹងណាពួកក្រុមខ្លះស្រឡាញ់ព្រះមហាក្សត្រស្រឡាញ់មែនទែនទៅជាងបដតែមួយចេញផ្អៀងអត់ស្រស់ស្រួលគ្នាទេអត់សាមគ្គីគ្នាទេតែបើមានទាំង3នឹងឈរទន្ទឹមគ្នាដូចជាមុំចង្ក្រានដាក់ឆ្នាំងគឺប្រទេសកម្ពុជានេះប្រជាជននឹងល្អណាស់ហើយរួបរวมគ្នាល្អណាស់ព្រោះជ្រកក្រោមដំបូលតែមួយហើយមានការអភិវឌ្ឍព្រោះវិស័យសាសនាដើរតួសំខាន់ចាំបាច់បំផុតក្នុងការអប់រំមនុស្សរាល់ថ្ងៃបើគុំតែមានពាក្យថាបនបាបគុណទោសនឹងមិនដឹងជាមនុស្សកាប់សម្លាប់គ្នាកេងប្រវាញ់គ្នារំលោភបំពានគ្នាយកទៅណាអស់ទេតែអាស្រ័យដែលថាមាននៅពាក្យថាខ្លាចបាបពាក្យថាខ្លាចចុះនរកពាក្យអីដែលជាផ្នត់គំនិតសាសនានឹងហើយបានធ្វើឲ្យមនុស្សមិនសូវជាខូខើហើយយើងមើលទៀតអន្តរកាប់មកដល់សម័យដែលអស់សាសនាមនុស្សគ្រាន់តែឃើញគ្នាកាប់គ្នាតែម្ដងកាប់គ្នាដោយសត្វសនៈអញ្ចឹងណាអត់មានសាសនាណាទៅបរិញ្ញាសត្វសនៈទេសត្វសនៈឃើញគ្នាតែឃើញនេះខាងគ្នា
បើនៅក្នុងផ្ទះជាមួយនៅចេះខំគ្នាដែរតម្រាំតែឆ្លងផ្ទះទៀតខំគ្នាមនុស្សជាតិដូចគ្នាដែរបើសិនជាអស់សាសនាជាតិនៅព្រះមហាក្សត្រនៅដែរតែបើអស់សាសនាក្នុងការហើយសាសនានេះមិនថាសាសនាដទៃណាឬក៏សាសនាព្រះសម្មាសម្ពុទ្ធទេសាសនាណាក៏ដោយបើមនុស្សទៀតអស់សាសនាទៅគ្រាន់តែឃើញគ្នាមនុស្សចង់កាប់ចង់ចាក់ចង់សម្លាប់គ្នាមនុស្សទៀតទោះនៅក្នុងភាពភ័យខ្លាចឥឡូវលបងផ្ទះដែលយើងធ្វើដោយសារតែមនុស្សមានមនុស្សកាចហ្នឹងឯតាបើសិនតែប្រទេសជាតិនេះអត់មានមនុស្សកាចអត់មានមនុស្សខូចអត់មានមនុស្សខើយើងមិនបាច់ធ្វើលបងទេគេមិនយករបស់យើងមិនយករបស់ទេអញ្ចឹងបានវិស័យសាសនាដើរតួសំខាន់ណាស់ហើយយើងរក្សាវិស័យសាសនានេះដែលយើងជួយទំនុកបំរុងនេះមិនមែនត្រឹមតែជួយក្នុងបុព្វហេតុជាបុណ្យជាកុសលខ្លួនឯងទេតែក្នុងនេះតែយើងបានជួយប្រទេសជាតិព្រោះប្រទេសជាតិសពថ្ងៃអភិវឌ្ឍមិនមែនតែវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀនអីទេក្នុងនោះគឺរដ្ឋាភិបាលយកវិស័យសាសនានឹងមកលើកកម្ពស់ថាជាវិស័យអភិវឌ្ឍប្រទេសជាតិមួយដែរនេះដូចថាវត្តណាកសាងបានវិហារល្អសាលាឆាន់ល្អគឺរដ្ឋសាទរសប្បាយចិត្តណាស់ព្រោះជាសមិទ្ធផលថ្មីដែលកើតឡើងលើទឹកដីចាស់ក្នុងអាណត្តិដឹកនាំរបស់រដ្ឋាភិបាលមួយចំនួនសោបញ្ជាក់ឲ្យឃើញពីវិស័យសុខដុមរមណីយកម្មផ្នែកសាសនាវិស័យអភិវឌ្ឍបែបសម័យទំនើបដែលប្រជាពលរដ្ឋបានលះបង់នៅទ្រព្យធនធានក្នុងការជួយកសាងនៅប្រទេសជាតិមានវិស័យសាសនានឹងជាដែរហើយវិស័យសាសនារក្សាបាននៅអត្តសញ្ញាណជាតិគឺកន្លែងវត្តអារាមនឹងឯងរក្សាបាននៅតម្លៃនៃវប្បធម៌ដួងព្រលឹងអរិយធម៌ជាពិសេសទំនៀមទម្លាប់និងប្រពៃណីជំនឿសាសនាផ្នែកសន្តិភាពផ្លូវចិត្តគឺសំខាន់បំផុតនៅក្នុងវត្តអារាមនឹងឯងចឹងដោយថ្ងៃនេះដែលលោកទាំងអស់បានចូលរួមគ្នាក្នុងជួយការកសាងសមិទ្ធផលព្រះវិហារថ្មីនេះនឹងគឺជាប្រយោជន៍ណាស់លោកម្ចាស់ថ្លៃហើយវិហារនេះក៏មើលទៅស្អាតល្អណាស់មិនជាធំអីទេតូចល្មមសមរម្យហើយបានឃើញរូបរាងនឹងសង្ឃឹមថាល្អស្អាតក្នុងទឹកដីកំសត់កំរនឹងចង់កាត់មាត់ញោកនឹងហើយសង្ឃឹមថាប្រជាពុទ្ធបរិស័ទទាំងអស់ជួយជ្រោមជ្រែងកសាងប្រហែលជា30,000អីហើយវិហារហ្នឹង35ម្នាក់បើម្នាក់ 4,000 35,000 នាក់ហើយហ្នឹងហើយម្នាក់$1វា35,000ណាវា$35,000ប្រជាជនក្នុងខេត្តកំពង់ឆ្នាំងដូចជា7សែនណា7សែនអញ្ចឹង5សែនយ៉ាងអាត្មាចាំដូចថាស្មើតែ7ឬខេត្តណាទេ7ខេត្តយើង5សែនអ្នកហ្នឹងម្នាក់មករៀលគ្រប់ហើយបានដល់ទៅ50,000នោះនឹងគិតតែក្នុងខេត្តកំពង់ឆ្នាំងបើមិនតែយើងនឹកឃើញចុះជួយស្រស់ស្រួលគ្នាទៅរួចលោកទៅរួចមិនយូរទេហើយកុំគិតថាទៅមិនរួចគិតតែទៅមិនរួចហើយធ្វើអីមិនចេះកើតនោះតើគិតតែទៅរួចបានទៅខំមាត់ខំកមិនស្រក់ទឹកភ្នែកមិនចេះទៅហ្នឹងហើយណាព្រោះរឿងកសាងនេះមិនដែលស្រួលទេឥឡូវយើងគិតមកវិញថាយើងកសាងតែវត្តអារាមមួយពិបាកប៉ុណ្ណឹងចុះរាជរដ្ឋាភិបាលកសាងប្រទេសមួយពិបាកប៉ុណ្ណាគិតអញ្ចឹងណាអញ្ចឹងកំណំគ្នាចេះតែចាំថានោះមិនស្រួលទេលោកមិនស្រួលទេធ្វើអីក៏មិនស្រួលដែរហ្នឹងហើយ
ដូចខ្ញុំកណាខ្ញុំកសាងវត្តមួយអញ្ចឹងដែរថ្មីជ្រើងសាឡាងហ្នឹងក៏មិនស្រួលដែរតែរងថ្ងៃឃើញតែស្រួលហ្នឹងក៏មិនស្រួលទេលោកបើសិនថាអ្នកណាគេកម្មទូរទីជំនួសបានបកគលជួនគេហើយមិនបាទដោយគ្រប់កន្លែងព្រោះទំនួលខុសត្រូវវាថាទំនួលខុសត្រូវតែបើយើងមិនធ្វើវាអត់កើតតែប៉ុណ្្នឹងឯងមានតែធ្វើទៅហ្នឹងហើយមានធ្វើចឹងពាក្យថាមេមិនដែលស្រួលទេមេភូមិមេឃុំមេស្រុកមេខេត្តមេវត្តនឹងគឺមិនដែលស្រួលទេចឹងបានបុរាណលោកស្បត់ថាបើខ្ញុំនឹងលួចរបស់អ្នកឯងមែនបើខ្ញុំកើតជាតិណាបើកើតជាស្រីសូមឲ្យជាស្រីស្អាតដាច់គេហើយបើកើតជាស្ដេចសូមឲ្យកើតជាស្ដេចធំបើកើតជាលោកសង្ឃឲ្យកើតជាគ្រូសក្រាចហើយបើកើតជាគ្រូមន្តអាគមនឹងឲ្យកើតជាគ្រូបកែតែអ្នកណាឈឺអីឲ្យស្ដោះមកផែតជាមកស្ដោះមកផែតជាទៅយើងថាស្បាត់អីក៏ល្អអត់ល្អទេស្បាត់ដែលក្រងរាជហើយខ្លាំងមិនដែលផ្ទុំស្រួលទេការងារច្រើនស្រីដែលស្អាតទៅណាមិនស្រួលទេបារម្ភមុខបារម្ភក្រោយមិនស្រួលតដើមគ្នាទៀតស្ដេចក៏ចង់បានសទ្ធិក៏ចង់បានមន្ត្រីក៏ចង់បានបបាក់ទៀតហើយបើកើតជាគ្រូសក្រាចទៀតតែសក្រាចក៏បបាក់ហ្នឹងហើយអញ្ចឹងកូនឯងយើងគិតមើលបបាក់ប៉ុណ្ណាចុះលោកសង្ឃទៅចាំកូនគេនោះគាត់ខ្លះ 3-400 អង្គកូនគេសុទ្ធសាធជាប់ឈាមមតនៈក៏អត់ដែរតែដេកលោកនៅលោកស្នាក់នៅលោកសក្រាចអ្នកចិញ្ចឹមទាំងអស់ហើយដោយសពពីដើមចេះយកកូនល្អកូនឆ្លាតកូនអីមកឲ្យបួសមកឲ្យរៀនណាតែឥឡូវអត់ទេតើទៅវាឈប់ចូលសាលាបានរុញមកបួសហើយដល់អញ្ចឹងសក្រាចពិបាកបដៅបណ្ណាទៅយើងគិតមើលអ្នកខ្លះកូនជក់មកមិនហ៊ានប្រាប់តែកូនជក់មកទេយកមកឲ្យបួសហើយនាំលោកសង្ឃក្នុងវត្តនោះជក់ទៀតរឿងពិបាករបស់សក្រាចវត្តមិនស្រួលទេតាមវត្តមួយហើយចេះតែចោតដែរលោកសង្ឃឥឡូវមិនគួរថ្វាយអង្គមទេលោកសង្ឃឥឡូវមិនគួរគោរពទេជាបណ្ដំគ្នារុញឋានៈអញ្ចឹងមកឲ្យបួសកូនណារៀនចាប់មិនតែចាប់ដល់បណ្ឌិតអីទេឲ្យតែកូនចាប់ទី12ឲ្យមកបួសមកវាអាក្រក់បំលុបរៀនឲ្យល្អឥឡូវហ្នឹងតែណាស់តែកូនអត់ចូលរៀនខ្លះអ្នកឯងចាប់ថ្នាក់ទីប្រមាណហើយកូនអ្នកឯងនេះទី8ហើយដៃកូនអញ្ចឹងធ្វើច្បាប់មកបួសមកឯងក៏មិនបានសួរពេលទី8ហ្នឹងវារបៀបម៉េចដល់តែហុចធរឲ្យរៀនអក្សរអីហ្នឹងទៅវាអានអក្សរលំដាច់មកទៅតែអក្សរកេងបល័យគ្នាមិនចេះអានអីចឹងហ៎សួរថានោះអក្សរអីហ្នឹងឆអត់ច្បាស់ថាអក្សរអីទី8ណាអានោះតទៅបែបនោះបានយកមកឲ្យបួសបានស្មាតថាអូណោនេះបានតែលោកតាបានតែបុរាណលោកស្បត់តែបើឲ្យកើតគ្រូសក្រាចនឹងអញ្ចឹងមែនហើយបើកើតគ្រូណាដែលស្ដោះផ្លុំបកែលោកអើយម៉ោង2តំណប់យកក៏គេគោះទ្វារផ្ទះមកឲ្យស្ដោះកូនគេដែរឲ្យតែគេឈឺមិនដែលបានដេកស្រួលអីទេនឹងហើយអ្នកបកែនោះចាំបានថាស្បត់ហ្នឹងវាមិនស្រួលទេបាត់ទេហើយថាទៅគេប៉ះខ្លួនឯងនឹងចាបាទខ្ញុំកដាខ្ញុំរាល់ថ្ងៃនេះនឹកឃើញថាបើសិនទេសិស្សណាមស្ដាប់បង្គាប់អ្នកណាមស្ដាប់បង្គាប់ទេអត់ដាក់ទំនាយអាក្រក់ទេដាក់ថា
កើតជាតិណានណាឯងល្បីជាងអញនឹង1000 ដងនឹងទៀតឲ្យដឹងខ្លួននៅមិនព្រោះថ្ងៃចិញ្ចឹមគេសពម្ចាស់ថ្លៃចិញ្ចឹមសពគួយគិតពីដើមថាទេមិនចង់ចិញ្ចឹមទេតែដល់តែសពថ្ងៃប្រយោជន៍បានច្រើនសំបីតអ្នកដែលគេជេរក៏គេបានលុយពីយើងទៀតណាមិនចឹងចំតំអ្នកជេរនឹងទៀតចុះគេយកយើងទៅជេរទៅបានគ្រាបានលុយនោះបើទោះតែជេរម្ដងបានណែ$3-4-10មិនក៏បានលុយចំអ្នកជេរនឹងទៀតតែអញ្ចឹងលើឃើញទេបើចំគេសពមុខអ្នកសរសើរហ្នឹងក៏គេបានលុយពីអ្នកសរសើរហ្នឹងទៅអ្នកដែលគេស្អប់គេជេរហ្នឹងក៏បានលុយអ្នកស្អប់អ្នកជេរហ្នឹងទៅហើយវិជាពលរដ្ឋជុំវិញក្បែរខាងអីអញ្ចឹងទៅអស់លោកអញ្ចឹងទៅបានសុខបានចម្រើនទាំងអស់គ្នានឹកឃើញទេមិនខាតទេអញ្ចឹងនោះមិនខាតទេមិនខាតទេឥឡូវនេះមកសម្ដែងធម៌នៅនឹងសង្ឃឹមថាវត្តនឹងបានពហិទៀតតែអញ្ចឹងទៅកើតពហិអញ្ចឹងទៅអស់លោកកេញសប្បុរសណាលោកនិតលោកជួយកសាងវិហារនៅខ្ញុំកណាខ្ញុំវាជាប់ច្រើនជាប់សាលារៀន3ខ្នងពងធ្វើរងថ្ងៃណានឹងសាលារដ្ឋសិក្សាដែរអត់ពាក់ព័ន្ធវិស័យសាសនាទេធ្វើ3ខ្នងពងធ្វើរងថ្ងៃសាលាបុណ្យ1ខ្នងទីពេទ្យផងសាលាឃុំផងហ្នឹងហើយនឹងតែជាប់ច្រើនចឹងហើយវត្តខ្លួនឯងហ្នឹងក៏កសាងចឹងទៅដែរចឹងហ្នឹងហើយធ្ងន់សាលារៀនមួយខ្នងនោះ3ជាន់5-10បន្ទប់មកមិនអញ្ចឹងទៅផ្លូវទៅទៀតស្ពានទៅទៀតអញ្ចឹងប្រយោជន៍ទាំងអស់នោះសិតជាសាធារណប្រយោជន៍តែបានមកពីសទ្ធាទឹកចិត្តរបស់អស់លោកនឹងហើយខ្ញុំកណាខ្ញុំអត់បានយកទៅទិញដីឡូទៅទិញផ្ទះទិញឡានអីទេព្រោះនឹកឃើញថាអស់លោកដល់ផ្ញើទាននោះសួរស្រាញតែយកទៅធ្វើអីដែលយកលុយនឹងយកមកកសាងអីស្អីក៏បានដែរឲ្យតែព្រះអង្គធ្វើអញ្ចឹងឲ្យស្មាចេះទៅធ្វើទៅសាលារៀនទៅទីពេទ្យទៅអីទៅជួយសពឥឡូវនេះគាត់ណាសំណើសុំសាលារៀនបែបកំហះណែញ៉ាំណែហ្នឹងចឹងបានថាហើយវត្តតាមដើរវត្តអារាមក៏មានវត្តខ្លះសុំត្បូងពហិទៅវត្តខ្លះសុំត្បូងកុដិសាលាឆាន់គ្រប់ទម្រង់រូបភាពទាំងអស់តែអស់នោះមិនបានពីណាមកធ្វើទេបានពីជាពុទ្ធបរិស័ទទាំងអស់ដែលលោកជ្រះថ្លាហើយយកទៅបំពេញបុណ្យកុសលជូនអស់លោកទៅបានជាដំប្រយោជន៍ធ្វើម៉េចបើត្រូវការក្នុងការអប់រំត្រូវការក្នុងការធ្វើការត្រូវការក្នុងការជួយជុំជ្រែងក្នុងនាមយើងជាប្រជាពលរដ្ឋដូចគ្នាបើគិតថាដកស្បង់ដកចពោដកខោអាវឯកសន្តានចេញសិតតែប្រជាពលរដ្ឋកម្ពុជាទាំងអស់ចឹងហើយយើងត្រូវតែចូលរួមយ៉ាងម៉េចជួយគ្នាតាមលទ្ធភាពដែលអាចធ្វើបានតែសូមអង្វរចិត្តអស់លោកគ្រប់រូបទាំងអស់សូមបើបានហើយចេះថែរក្សាដើម្បីឲ្យជាឧត្តមប្រយោជន៍បានយូរវែងកុំប្រើដោយការខ្វះទំនួលខុសត្រូវដូចជាផ្លូវអីអញ្ចឹងរាជរដ្ឋាភិបាលធ្វើល្អណាស់យើងត្រូវចេះប្រើកុំបើកបរធ្ងន់លើសពេកឬក៏ដឹកអាតំណែងឬក៏ប្រើប្រាស់អាយានយន្តណាដែលគេហាមធ្វើឲ្យខូច
ធ្វើឲ្យប្រើប្រាស់មិនបានយូរហើយខាត់ឧត្តមប្រយោជន៍ជាតិចឹងសូមឲ្យលោកទាំងឡាយចេះថែរក្សាឲ្យដូចជាព្រះវិហារអញ្ចឹងមុននឹងធ្វើយើងគិតគូរអំពីខ្ពស់ក្បាច់រចនាថាសំជារបស់ខ្មែរហើយមានតម្លៃអរិយធម៌វប្បធម៌អីហើយយើងធ្វើបានហើយរក្សាបានស្អាតបាទតទៅទុកសម្រាប់ពុទ្ធបរិស័ទឡើយមកងាយស្រួលក្នុងការចូលថ្វាយបង្គំធ្វើការបូជាផ្សេងមានប្រមាណប៉ុណ្ណេះទៅចុះក្នុងការធម្មកថាប្រគេនជូនគុណគុណម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងអស់ក្នុងវេលាឱកាសនេះចាំបញ្ចប់សូមលើកយកកងការមហាសាលកាឡើងពីធម្មទាននេះប្រពជូនដល់ញាតិទាំងឡាយនឹងសង្សារវត្តរបស់ឯកឧត្តមលោកពាវអ៊ីស្រាធិបតីនៃដើមទានប្រធានដើមបំទាំងអស់សូមឲ្យបានសម្រេចនៅប្រយោជន៍ជាបំជាកុសលហើយរួចចាកទុកជាភ័យយោភាពទៅមួយចំណែកទៀតសូមឲ្យបានសម្រេចទៅដល់ទេវតាព្រះឥន្ទព្រំសពសត្វទាំងឡាយយមយៈទាំងឡាយជាអ្នកប្រាថ្នានៅបុណ្យសូមឲ្យបានសម្រេចនៅណៃជាបុណ្យជាកុសលនេះមួយចំណែកទៀតសូមបានសម្រេចដល់បកណាគុណម្ចាស់ហើយដំលោកទាវអ៊ីស្រាធិបតីនៃដើមទានប្រធានដើមបុណ្យទាំងអស់ដែលលោកប្រាថ្នានៅពរណាសម្បត្តិណានោះក៏សូមឲ្យបានសម្រេចនៅពរនោះសម្បត្តិនោះកំបីអខានឡើយហើយយ៉ាងធម្មទេសនាទេសសាមិពីធម្មវិសេសទេសនាដែលសម្ដែងនៅក្នុងបកណាក្នុងភាពកសានមតចាប់តែប៉ុណ្ណេះឯងអេវ៉ាំទុកសា